Hello បងប្អូនមកថ្ងៃនេះខ្ញុំប្រាប់ពីរបៀបលាបនៃម្សៅលាបក្លៀកអាន់ជីសវ៉ាន់របស់យើងព្រោះអីមានមួយខ្លះគាត់ថាប្រភេទម្សៅគាត់ចេះលាបទេគាត់ចេះលាបតែប្រភេទលេហើយពេលខ្លះបងប្អូនមួយខ្លះគាត់ថាគាត់លាបប្រភេទលេហ្នឹងលាបបាត់ថៅលាបទៅវាបែកញើសមកខ្លាំងជាងមុនអញ្ចឹងណាហើយធំខ្លឹមសារជាងមុនហើយប្រភេទលេខ្លះគាត់លាបហើយអំឡុងពេលលាបហ្នឹងគឺអត់អីទេដល់ពេលគាត់ឈប់លាបឈប់ប្រើផលិតផលហ្នឹងគឺលក្ខណៈថាវាបែកញើសហើយផ្សាលើសដើមអញ្ចឹងបងប្អូនហើយអានេះគឺប្រភេទម្សៅលាបក្លៀក NG7 របស់យើងបងប្អូនណាតានេះឲ្យគឺបងប្អូនលាបទៅគឺព្យាបាលរាល់បញ្ហាក្លៀកបងប្អូនបាន 100% បើលាបហើយអត់ព្យាបាលក្លៀកបងប្អូនបាន 100% ទេបងប្អូនអាចដូរយកលុយវិញបានបងប្អូនណាពួកអីខ្ញុំអ្នកលាបផ្ទាល់ហើយចង់និយាយថាបងប្អូនលាបហើយគឺអត់មានលក្ខណៈថាយើងលាបហើយអញ្ចឹងគឺវាអត់មានបញ្ហាក្លៀកទេដល់ពេលយើងឈប់លាបវាក្លៀកនឹងមានបញ្ហាវិញអត់ទេបងប្អូនណាអានេះលាបហើយគឺលក្ខណៈថាសឹងតែជា 100% តែម្ដងអញ្ចឹងហើយបងប្អូនទាំងអស់គ្នាត្រូវការម្សៅលាបក្លៀក NG7 អាចតតងជាមួយបងប្អូនបានបងប្អូនអ្នកលក់ផ្ទាល់ហើយក៏ជាអ្នកប្រើផ្ទាល់ដែរបងប្អូនណាបងប្អូនដែលត្រូវការកុំភ្លេចកំងអ្នកគ្នាលក្ខ KKX មកឥឡូវគុំនិយាយច្រើនបងប្អូនឥឡូវគឺខ្ញុំសាកឲ្យបងប្អូនមើលអ្នកគ្នាប្រភេទម្សៅបងប្អូននេះមិនមែនម្សៅហុយគ្រាន់តែលើកមកអត់ជាប់ដៃណាបងប្អូនណានេះវាមកគឺវាជាប់បែបហ្នឹងហើយបងប្អូនខ្លះក៏ថាគាត់អត់ចេះលាបបាក់លាបហើយឥឡូវខ្ញុំប្រាប់ពីរបៀបលាបឲ្យបងប្អូនអ្នកគ្នាមើលណាយើងជលក់ណាយើងចូលមករៀមមួយអញ្ចឹងមកណាលក់ឃើញអត់បងប្អូននេះវាជាប់ក្នុងដៃយើងណាវាមិនមែនប្រភេទហុយសុទ្ធទេណាអានេះគ្រាន់តែបៀកក្នុងដៃក៏វាជាប់ដែរអានេះប្រភេទម្សៅមែនតែលក្ខណៈថារៀងស្អិតដែរបងប្អូនមិនមែនហុយសុទ្ធនោះទេចឹងហើយនេះចឹងមកបៀកនៅជាប់ក្នុងដៃយ៉ាងមកនេះអត់មានប្រឡាក់អីទេតែបងប្អូនទូប្រឡាក់ក៏វាលក្ខណៈថាប្រឡាក់មើលឃើញដែរវាជាប្រភេទសាច់ម្សៅម៉ត់តែម្ដងដាក់ទៅគ្រាន់តែយើងបោះចេញមកវាជ្រះស្អាតចេះបងប្អូនណានេះមកឃើញនេះមើលឃ្លៀកខ្ញុំពីមុនឡើងខ្មៅហើយឡើងដាមឡើងចាំបាយស្វាបងប្អូនតែឥឡូវពេលខ្ញុំលាបអាហ្នឹងអស់ពីខ្លងបងប្អូននេះកាមេរ៉ាស៊ីន TikTok បងប្អូនណាកាមេរ៉ាស៊ីន TikTok នេះអរុនខ្មៅអីហើយលក្ខណៈថារៀងដុំពងហ្នឹងក៏បានដែរបងប្អូននេះលាបចឹងមកបងប្អូនវានៅដៃចឹងហើយលាបចឹងមកអូយដឹងពិបាកលាបអីទេបងប្អូននេះស្រួលលាបយ៉ាងងាប់នេះសៅគេផលិតមកឲ្យស្រួលលាបសឹងអីឃើញអត់លាបចឹងឲ្យចូលស្បែកក្លៀកយើងអស់អត់បងប្អូនឃើញអត់ឃើញហើយចង់និយាយថាក្អូបសាច់ម្សៅក្អូបហើយឲ្យបងប្អូនទៅដើរធ្វើការដល់មួយថ្ងៃពេញនឹងពីផឹកដល់វងនិយាយអត់បាយញើសទេបងប្អូនអើយពេលយើងលាបម្សៅនឹងហើយធ្វើការហត់បែបណាក៏អត់ចេញញើសតាមឃ្លាតដែរពីមុនបងប្អូនចេញញើសតាមឃ្លាតដល់ពេលប្រើម្សៅនេះហើយអត់ចេញទេបងប្អូនណាហើយអានេះមួយខាងទៀតខ្ញុំបៀកយ៉ាងដែរមកបងប្អូនលោកណៃយ៉ាងមកវាឈឺតាណាទេកន្លោះវាចេះមកហើយបងប្អូនខ្លះថាអត់ចេះលាបនេះម្នាក់បងប្អូនណាវាយ៉ាងមកអានេះឃ្លៀកខ្ញុំខាងនេះដូចយ៉ាងខ្មៅតិចទេបងប្អូនពួកអីពីមុនខ្មៅខ្លាំងតែឥឡូវទំលាតចឹងវារៀងស្បើយវារៀងធូរបងប្អូនលេងសើខ្មៅអានេះបៀកយ៉ាងទៀតមកបៀកមកជាប់ឃើញអត់បៀកចឹងមកបងប្អូនពីមុនខាងនេះគឺខ្មៅណាបងប្អូនឃ្លៀកខ្ញុំខាងនេះខ្មៅឲ្យដុំពកច្រើនណាហើយមានធំខ្លឹមសារឃ្លៀកខ្ញុំប្រើគ្រប់ផលិតផលហើយដល់ពេលឲ្យមកប្រើជាមួយនឹងប្រភេទម្សៅម្ដងចឹងហើយឥឡូវវារៀងធូរជាងមុនបងប្អូនលែងសើឃើញខ្មៅជាងមុនណាវាលែងសើឃើញខ្មៅដូចមុននេះវាយ៉ាងមកនេះលាបមកឃើញបងប្អូនស្រួលលាបទេបងប្អូនយើងលាបតែរយៈពេលមួយអាទិត្យអីយើងដឹងលទ្ធផលហើយថាមិនចាំអាទិត្យទេបងប្អូនអ្នកដែលធំក្លិនក្លៀកផ្សារក្លៀកបងប្អូនអាចលាបត្រឹមតែមួយថ្ងៃអីដឹងហើយថាក្លៀកយើងប្រែប្រួលបាច់ពីផ្សារក្លៀកខ្លាំងមកក្លៀកដែលអត់មានក្លិនសារបងប្អូនហើយអត់មានបាក់ញើសបាក់អីទាំងអស់និយាយចឹងបងប្អូនដែលត្រូវការកុំភ្លេចណាអីជ្រួយបងប្អូនដែលត្រូវការសាវលាបក្លៀក NG7 កុំភ្លេចប្រើកុំភ្លេចកំងអ្នកនរគ្នានៅក្នុង page YouTube TikTok KKX អ្នកនរគ្នាអរគុណ